bay rương đài mà nu bọt chật tàn tại phở chiaประจำបាទចឹងយើងត្រូវសង្កេតមើលឲ្យមែនទែនបាទសម្រាប់ដៃគូរបស់យើងឬសង្សាររបស់យើងបាទយើងត្រូវសង្កេតឲ្យមើលបាទរឿងនេះមិនមែនជារឿងចៃដន្យទេបាទតែជាការត្រៀមទុកបាទមានផែនការឬគម្រោងផែនការត្រៀមទុករួចជាស្រេចបាទរឿងទី1មានអ្នកថ្មីត្រៀមទុករួចជាស្រេចបាទគឺមានន័យថាអ្នកដែលក្បត់ចិត្តហ្នឹងបាទគឺគាត់មានអ្នកថ្មីរួចស្រេចហើយបាទចឹងដែលគាត់ចាក់ចេញពីយើងទៅហ្នឹងមិនមែនទៅបែបតេឬទៅបែបដៃតេទេបាទគឺទៅបែបមានគោលដៅបាទដោយសារគាត់ត្រៀមទុករួចជាស្រេចហើយបាទចឹងមនុស្សប្រភេទនេះបាទពួកគាត់មិនសូវប្រថុយទេបាទមិនសូវប្រថុយទេបើមិនច្បាស់លាស់បើមិនមានគម្រោងច្បាស់លាស់ឬមិនមានគោលដៅច្បាស់លាស់ទេគាត់មិនទៅទេបាទអញ្ចឹងបើសិនជាគាត់ទៅកន្លែងណាគាត់ពេញចិត្តកន្លែងណាឬពេញចិត្តអ្នកណាពេលណាហ្នឹងគឺគាត់ទៅហើយអញ្ចឹងអ្នកដែលធ្លាប់នៅក្បែរគាត់ហ្នឹងគឺคล้ายទៅជាអេតនីភ្លាមបាទរឿងទី2ធ្វើខ្លួនដូចជាចង់នៅម្នាក់ឯងបាទក៏គឺមានន័យថាគាត់ចង់នៅម្នាក់ឯងគាត់ប្រាប់ថាគាត់ចង់នៅម្នាក់ឯងគាត់ហត់គាត់នឿយគាត់អស់កម្លាំងគាត់ចង់មានកន្លែងផ្ទាល់ខ្លួនមានភាពជាឯកជនប៉ុន្តែការពិតហ្នឹងគឺគាត់អត់មានកន្លែងសម្រាប់ឲ្យយើងទៀតទេបាទចិត្តរបស់គាត់ក៏គឺបិទអស់ហើយគាត់បានបើកទទួលអ្នកថ្មីរួចរាល់ហើយបាទចឹងសម្ដីពីរោះដែលគាត់និយាយដាក់យើងនឹងគឺសិតសឹងតែជាការកក់គួរទាំងអស់បាទទី3រោគរឿងឆ្លោះរាល់ថ្ងៃបាទគាត់ធ្វើខ្លួនដូចជាមានពេលទំនេរបាទបង្កចំនួនរឿងនេះរឿងនោះរឿងតូចឲ្យคล้ายទៅជារឿងធំបាទគាត់ធ្វើបែបហ្នឹងមិនមែនមានន័យថាយើងជាមនុស្សអន់យើងជាមនុស្សអាក្រក់នោះទេបាទអញ្ចឹងការដែលគាត់បង្កចំនួនហ្នឹងគឺគ្រាន់តែជាលេសមួយដើម្បីគ្រប់គ្រងឬអាងថាគាត់ចាក់ចេញទៅហ្នឹងគឺមិនមែនជាកំហុសរបស់គាត់ទេបាទអញ្ចឹងយើងត្រូវសង្កេតដៃគូសង្សាររបស់យើងឬប្តីប្រពន្ធរបស់យើងបាទបើសិនជាគាត់ធ្វើរឿងទាំងនេះមានន័យថាគាត់មានគម្រោងឬផែនការក្បត់យើងហើយបាទ